មួយវាឈ្មោះអាខ្យងអ្នកគុំខាងផងគេខ្លាចវាដូចខ្លាមុខវាស្លូតណាស់តែវាលឿនដូចស្វាមន់ទៀតចិត្តទាំងតែប្រហែងច្បាស់ជាឆាស៊ីអង្គធ្វើមកធម្មតាគ្មានអ្នកណាចូលចិត្តវាឡើយអ្នកណាចូលចិត្តវាឡើយថ្ងៃមុនទូរទស្សន៍ម៉ែមើលសុកសុកវាពួនក្រំតុកសងងំដកដូចយ៉ាងសង្ហាម៉ែស្មានតែខូចខំឲ្យវាយកទៅផ្សារអាប់ចង់យកមែនតែយកលក់លុយទិញស្រាមកវិញវាប្រាប់ម៉ែថាទូរទស្សន៍យើងចាស់ផ្ញើស៊ីអស់ហើយផ្ញើស៊ីអស់ហើយរឿងផឹកគឺវាលេខ1ញ៉ែស្រីក៏វាលេខ1រឿងឡាយថាកុំទៅព្រួយវាសុំលេខ1រឿងខលរឿងខូចរឿងលួចរឿងយកសិលមិញគេចាប់ដាក់ឃុំទាំងថ្ងៃអាខ្យងវាភ័យមុខវាស្លេកស្លាំងដូចកូនឆ្មាប៉ូលីសសំឡុតឲ្យវាស្បត់ឲ្យសន្យាវាស្ងាត់លែងស្ដីលែងហើយហ៊ានមាត់តវ៉ាវាយំវាសុំបញ្ញាលែងឲ្យគ្រួសារលំបាកទៀតហើយលំបាកទៀតហើយចាំបានរៀននិយាយរឿងអូនមួយវាឈ្មោះអាខ្យងអ្នកគុំខាងផងគេខ្លាចវាដូចខ្លាមុខវាស្លូតណាស់តែវាលឿនដូចស្វាមន់ទៀតចិត្តទាំងតែប្រហែងច្បាស់ជាឆាស៊ីអង្គធ្វើមកធម្មតាគ្មានអ្នកណាចូលចិត្តវាឡើយអ្នកណាចូលចិត្តវាឡើយថ្ងៃមុនទូរទស្សន៍ម៉ែមើលសុកវាពួនក្រំតុកសងងំដកដូចយ៉ាងសង្ហាម៉ែស្មានតែខូចខំឲ្យវាយកទៅផ្សារអាខ្យងយកមែនតែយកលក់លុយទិញស្រាមកវិញវាប្រាប់ម៉ែថាទូរទស្សន៍យើងចាស់ផ្ញើស៊ីអស់ហើយផ្ញើស៊ីអស់ហើយរឿងផឹកគឺវាលេខ1ញ៉ែស្រីក៏វាលេខ1រឿងឡាយថាកុំទៅព្រួយវាសុំលេខ1រឿងខលរឿងខូចរឿងលួចរឿងយកសិលមិញគេចាប់ដាក់ឃុំទាំងថ្ងៃអាខ្យងវាភ័យមុខវាស្លេកស្លាំងដូចកូនឆ្មាប៉ូលីសសំឡុតឲ្យវាស្បត់ឲ្យសន្យាវាស្ងាត់លែងស្ដីលែងហើយហ៊ានមាត់តវ៉ាវាយំវាសុំបញ្ញាលែងឲ្យគ្រួសារលំបាកទៀតហើយលំបាកទៀតហើយ